របៀបបង្កើត account Flow Music Plus 10000 credit បាទអញ្ចឹងដើម្បីធ្វើការបង្កើត account នឹងបានអ្នកគ្នាត្រូវតែមាន account Gemini Pro ចំពោះ account Gemini Pro ត្រូវតែជា account ប្រភេទ admin មិនមែនជា account ប្រភេទ share member ពីគេទេបាទអញ្ចឹងដើម្បីចូលទៅធ្វើការបង្កើតអ្នកគ្នាចុចនៅកន្លែងរូប Gmail logo របស់យើងចុចពាក្យថា manage Google account បាទបន្តមកទៀតអ្នកគ្នាត្រូវចុចនៅកន្លែងពាក្យថា family បាទអញ្ចឹងអ្នកគ្នានឹងឃើញហើយមាន account នេះជា account មេដែលគេដាក់ថា family manager បន្ទាប់មកយើងមានកូនចៅចំនួន5នាក់ទៀតបាទនៅត្រង់ចំណុចនេះអ្នកគ្នាអាចបន្ថែមសមាជិកបាន5ហើយអ្នកគ្នាក៏អាចធ្វើការដកសមាជិកមួយណាចេញក៏បានដែរបាទឥឡូវខ្ញុំធ្វើការ remove សមាជិកនេះចេញយើងចុចពាក្យថា remove member មកបន្តមកទៀតអ្នកគ្នាធ្វើការដាក់ password Gmail មកបាទអញ្ចឹងអ្នកគ្នាចុចពាក្យថា remove មកដើម្បីធ្វើការបញ្ជាក់បាទអញ្ចឹងក្រោយពី remove នៅសមាជិកចេញមួយមកវានឹងសល់សមាជិកចំនួនតែ4ទេហើយនៅកន្លែងនេះវាដាក់ថាសល់1សម្រាប់ឲ្យយើងបន្ថែមសមាជិកអញ្ចឹងក្រោយពីអ្នកគ្នា remove នៅសមាជិកយើងចេញហើយចំពោះ plan Music Plus របស់វាក៏ត្រូវតែធ្វើការដកចេញដែរឥឡូវយើងធ្វើការ refresh មកយើងនឹងឃើញ account នេះនឹងបដូរទៅជា free វិញហើយបាទនេះនឹងបដូរទៅជា account free វិញបាទអញ្ចឹងយើងចាំបាច់ដកធ្វើអញ្ចឹងធ្វើអីបាទអញ្ចឹងអានេះខ្ញុំនឹងបញ្ជាក់នៅពេលក្រោយទៀតឥឡូវយើងមកបន្ថែមនៅសមាជិកថ្មីបាទអញ្ចឹងដើម្បីបន្ថែមនៅ account ថ្មីអ្នកគ្នាមាន Gmail មួយមកឥឡូវ Gmail នេះអត់ទាន់បានកម្រង Pro ទេអញ្ចឹងយើងធ្វើការដាក់ Gmail ហ្នឹងជា member អញ្ចឹងយើងចុចកន្លែងបន្ថែមនេះមករួចអ្នកគ្នាវាយឈ្មោះ Gmail ហ្នឹងចូលមកបាទនៅត្រង់ចំណុចនេះវាបានផ្ញើ link មួយទៅកាន់ Gmail ដែលយើងចង់ដាក់ជាសមាជិកហ្នឹងហើយអញ្ចឹងយើងចូលទៅបើកមើលក្នុងប្រអប់សាររបស់ Gmail ហ្នឹងមកបាទរួចអ្នកគ្នានឹងឃើញ link invite មួយអ្នកគ្នាចុចលើហ្នឹងមកអ្នកគ្នាចុចពាក្យថាទទួលការអញ្ជើញរួចអ្នកគ្នាចុចពាក្យថាចូលរួមក្រុមគ្រួសារបាទឥឡូវនេះយើងបានចូលជាសមាជិកក្រុមគ្រួសារ Gemini Pro ហើយអ្នកគ្នាអាចចុចកន្លែងនេះដើម្បីមើលសមាជិកទាំងអស់បាទអញ្ចឹងអ្នកគ្នាអាចយក account ដែលយើងចូលជាសមាជិកនេះទៅធ្វើការបង្កើតនៅ account Flow Music Plus បានហើយឥឡូវនេះអ្នកគ្នាអាចចាប់ផ្ដើមបង្កើត account Flow Music Plus បានហើយព្រោះអី account ដែលយើងបានដាក់ហ្នឹងវាបានចូលជា plan Pro ហើយវាចេញរង្វាន់បែបនេះបាទវាចេញជា Pro ហើយអញ្ចឹងអ្នកគ្នាអាចបង្កើតបានហើយគឺអ្នកគ្នាចូលមកកាន់ browser របស់យើងមករួចអ្នកគ្នាវាយនៅកន្លែង search នេះអ្នកគ្នាវាយពាក្យថា Flow Music បាទអ្នកគ្នាត្រូវតែចុច website ដែលមានសរសេរថា Google Flow Music បន្ទាប់មកទៀតអ្នកគ្នានឹងដល់ platform របស់ Flow Music ហើយអ្នកគ្នាត្រូវចុចពាក្យថា login បាទបន្តមកទៀតអ្នកគ្នាត្រូវចុចពាក្យថា connect with Google ដើម្បី link Gmail របស់យើងចូលបាទបន្តមកទៀតអ្នកគ្នាត្រូវតែធ្វើការ select Gmail របស់យើងមកបាទរួចអ្នកគ្នាចុចពាក្យថាបន្តបាទមកដល់ចំណុចនេះគឺជាចំណុចសំខាន់អ្នកគ្នាត្រូវតែ click លើនេះប្រអប់នេះបន្តមកទៀតយើងចុចពាក្យថាបន្តមកបាទបន្តមកទៀតអ្នកគ្នាបើក click នេះបាទរួចយើងចុចពាក្យថា continue បាទយើងចុចពាក្យថា save បន្តមកទៀតយើងធ្វើការដាក់ឈ្មោះបាទបន្តទៀតអ្នកគ្នាចុចពាក្យថា save មកជាការស្រេចនៅពេលនេះអ្នកគ្នាអាចប្រើប្រាស់នៅ credit វាចំនួន 10000 credit ហើយសម្រាប់ account Flow Music Plus អញ្ចឹងមានន័យថាអ្នកគ្នាបង្កើតសមាជិកបាន5គឺយើងបាន 50000 credit
អញ្ចឹងយើងប្រើអស់យើងត្រូវតែ remove វាចេញដាក់សមាជិកថ្មីមកអញ្ចឹង trick នេះយើងប្រើ credit អត់អស់ទេដោយសារតែពេលអស់យើងដូរសមាជិកថ្មីយើងបាន 50000 credit ទៀត